តើឥឡូវយើងចូលមកកម្មវិធី Photo Room ដល់គ្នាដើម្បីការធ្វើ background បន្ទាប់យើងចុចចូលមកបន្ទាប់យើងចូលមកដល់ផ្ទៃការងាររបស់កម្មវិធីហើយយើង scroll មកយើង scroll ទៅក្រោមបន្ទាប់មកយើងមើល3ផ្ទាំងការងាររបស់យើងទី1ការដាក់ចូលទៅការប្រើប្រាស់ដាក់ទៅ TikTok ទី2បាទនឹងយើងដាក់ទៅ TikTok យើងធ្វើទៅដាក់ TikTok ទី2យើងដាក់ចូលទៅ Facebook បន្ទាប់មកទី3យើងធ្វើដើម្បីដាក់ទៅ YouTube បន្ទាប់មកយើងក៏ select ទៅលើហ្នឹងទៅដើម្បីបានផ្ទាំងការងារថ្មីមួយទៀតបន្ទាប់យើងចូលទៅដាក់ background សិនមកអូខេបន្ទាប់មកយើងចូល select ទៅលើ file រូបថតបន្ទាប់មកយើងចេញមកអញ្ចេះយើងមើលទៅបន្ទាប់មកបើសិនជាយើងចង់ដាក់នេះណាដាក់រូបថតរបស់យើងចុចsee all ហ្នឹងទៅបើថាវាយើងអត់ចង់ដាក់ជារូបថតរបស់យើងទេតែយើងថតទៅយើងអាចដាក់រូបដែលកម្មវិធីផ្ដល់ឲ្យនេះបានយើងចូលទៅមើលទៅយើងឆ្លាញ់មើលណាយើងអាចដាក់មួយហ្នឹងបានបន្ទាប់មកយើងចូលទៅ file មួយនេះដើម្បីរករូប background ដែលថាយើងឆ្លាញ់ចង់ដាក់យើង select យកមួយមកឥឡូវនេះយើងកំពុង scroll មើលបាទឥឡូវយើង scroll ឡើងទៅលើវិញដើម្បីរករូបដែលយើងចង់ដាក់អូខេឥឡូវខ្ញុំ select ហើយឥឡូវយើងបាន background រូបដើមឈើព្រាលនេះមួយឥឡូវយើងបើយើងអត់ចង់កែសម្រួលកន្លែងណាទេយើងដាន់មកបន្ទាប់មកយើងបាន background មួយបន្តមកទៀតបើយើងសិនតែយើងចង់ដាក់ផ្ទាំងសិលឹកការងារនៅលើ background មួយទៀតយើងចុចinsert មកបាទយើងចុចលើនឹងមួយមក insert អូខេបន្ទាប់មកវា load មកដូចមុននឹងអញ្ចឹងយើងដាក់អ្វីក៏បានដែរឲ្យតែយើងចង់ដាក់ស្រឡាញ់បែបម៉េចយើង design បែបហ្នឹងទៅតែខ្ញុំចូលមកក្នុង file logo នេះខ្ញុំក៏រើស logo មួយបាទខ្ញុំរើសហើយតោះមកខ្ញុំកំពុងតម្រៀបដាក់វាត្រូវតាមចិត្តរបស់ខ្ញុំណាតមកទៀតយើង select មើលឥឡូវខ្ញុំអត់មានការកែប្រែទេខ្ញុំគាត់ដាក់មិញខ្ញុំដាន់ឥឡូវខ្ញុំកែបន្តិចឥឡូវខ្ញុំដាន់សារដើមអូខេបន្ទាប់មកយើងបាន object 2ហើយទៅយករបស់យើងបាទឥឡូវយើងចូលមកដាក់អក្សរបាទការដាក់អក្សរឥឡូវយើងចង់ដាក់ជាភាសាខ្មែរក៏បានអង់គ្លេសក៏បានប៉ុន្តែចង់បញ្ជាក់ថា Photo Room នេះអត់តន់ support ជាមួយនឹងfont ខ្មែរ 100% ទេបើយើងដាក់ជា font ខ្មែរនេះដូចខ្ញុំវាយអញ្ចឹងវាអត់តន់ support ទាំងស្រុងទេពាក្យខ្លះយើងអាចសរសេរទៅអានដាច់ពាក្យខ្លះសរសេរទៅវាអត់ចេញឲ្យដូចចិត្តយើងណាវាទៅអ្វីផ្សេងបន្តមកទៀតឥឡូវយើងមើលបន្តទៅខ្ញុំក៏បាន back វាមកខ្ញុំក៏ដាក់ជា font អង់គ្លេសវិញឥឡូវខ្ញុំសម្រាប់ចិត្តថាដាក់ Photoshop សោះឧទាហរណ៍ឲ្យបងប្អូនមើលខ្លីៗចង់បញ្ជាក់សម្រាប់ការធ្វើនេះវាអត់ពិបាកទេហើយយើងអាចធ្វើដាក់ thumbnail Facebook
ឬក៏ thumbnail YouTube អីយើងអាចធ្វើនៅលើកម្មវិធីនេះបានឥឡូវចូលមកស្លាកការងារយើងវិញយើងបានហើយនេះយើងដាក់ Photoshop បន្ទាប់មកយើងចង់បរិចព្រមអីបរិចព្រមផ្សាយបរិចព្រមកែ font អីកែ color អីយើងអាចធ្វើបានដល់ហ្នឹងបើសិនថាយើងឆ្លាញ់ប៉ុណ្ណឹងយើងក៏ដានមកមើលទៅនេះបើដែលយើងចង់កែវាអាចកែបានទាំងអស់នេះសុទ្ធ object ច្រើនណាស់នៅលើហ្នឹងតែខ្ញុំអត់បានកែតិចទេក៏វាអត់បានអីក៏ដានវាទៅឥឡូវក៏យើងអូសមើលទៅអូខេខ្ញុំបានដានហើយឥឡូវស្លឹកការងាររបស់ខ្ញុំចូលទៅ layer ឲ្យបងប្អូនមើលសម្រាប់ស្លឹកការងាររបស់យើងដែលមាននៅលើរូបទាំងអស់មាន3 layer ទី1 Photoshop layer ទី1ណាបន្តមកទៀតនេះបើយើងបិទ layer ទី1វានឹងបាត់អក្សរ Photoshop របស់យើង layer ទី2 logo layer ទី3 background បើយើងបិទវានឹងបង្ហាញទាំងកាឡាការ៉ូបន្តមកបើសិនជាយើងគិតថាស្លឹកការងាររបស់យើងដែលយើងរៀបចំនឹងហើយយើង save វាតែម្ដងមក